បាទជួបគ្នាជាមួយ admin សារជាថ្មីម្ដងទៀតមកជាមួយនឹងសាច់រឿងខ្លីៗរបស់យើងទាក់ទងនឹងរឿងប្រឡោមលោកបាទអូខេថ្ងៃនេះ admin មានរឿងថ្មីមួយទាក់ទងនឹងរឿងស្នេហាស្ត្រីមេម៉ាយនិងទៅកងឡានវ័យក្មេងបាទអញ្ចឹងសាច់រឿងហ្នឹងគឺមានដូចខាងក្រោមហ្នឹងគឺថានាងនីតាគឺជាស្ត្រីមេម៉ាយវ័យ40ប្លាយម្នាក់ដែលបានទទួលមរតកអាជីវកម្មដ៏ធំសម្បើមបាទបន្ទាប់ពីស្វាមីរបស់នាងបានទទួលមរណភាពដោយជំងឺបេះដូងកាលពីឆ្នាំមុនបាទនៅក្នុងខ្លួនរបស់នាងពោពេញទៅដោយភាពឯកាដ៏ធ្ងន់ធ្ងរផ្ទះដូចជាវិមានបាទផ្ទះនាងគឺដូចជាវិមាននៅស្ងាត់ជ្រងំគ្មានសម្លេងសើចសប្បាយកើតឡើងនោះទេនាងរស់នៅជាមួយភាពฮือហាខាងសម្ភារៈនិងស៊ីវិល័យប៉ុន្តែខ្វះខាតនៅភាពកក់ក្ដៅខាងផ្លូវចិត្តទៅវិញក្នុងចំណោមបុគ្គលិកទាំងអស់ដែលនៅក្បែរអ្នកនាងនីតាជាប់ជានិច្ចនោះគឺមានតែលោកវីរៈទេបាទដែលជាអ្នកបើកបរផ្ទាល់ខ្លួនវីរៈមានវ័យជាង30ឆ្នាំនិងជាមនុស្សស្ងាត់ស្ងៀមស្លូតបូតហើយមានជំនាញខាងបើកឡានគួរឲ្យទុកចិត្តបំផុតសម្រាប់នាងនីតាវីរៈគ្រាន់តែជាអ្នកបម្រើការងារដែលត្រូវផ្ដល់សេវាពីចំណុច A ដល់ B ប៉ុណ្ណោះប៉ុន្តែយូរទៅភាពស្ងាត់ស្ងៀមនៅចន្លោះរបស់ពួកគេទាំងពីរក៏បានចាប់ផ្ដើមប្រសាត់បន្តិចម្ដងដោយបន្សល់ទុកនៅកូនចិត្តជាមួយភាពស្និទ្ធស្នាលផ្នែកអារម្មណ៍ដែលគ្មាននរណាម្នាក់នឹកស្មានដល់នោះទេរាល់ព្រឹកវីរៈតែងតែរៀបចំឡានលុចស៊ីសពណ៌ខ្មៅឲ្យមានក្លិនក្រអូបស្រស់ស្រាយនិងសីតុណ្ហភាពដ៏ល្អឥតខ្ចោះមុនពេលដែលនាងនីតាចេញពីផ្ទះចាំបាច់រំលឹកពីរឿងតូចតាចពីនេះពីនោះនោះទេភាពហ្មត់ចត់របស់គាត់មិនមែនជាការបម្រើដោយសារតែប្រាក់ខែប៉ុណ្ណោះទេប៉ុន្តែហាក់បីដូចជាកើតចេញពីការយកចិត្តទុកដាក់ចេញពីបេះដូងពិតប្រាកដចំពោះសុខុមាលភាពរបស់ចៅហ្វាយស្រីបាទចឹងមានថាវីរៈហ្នឹងគឺជាមនុស្សដែលគាត់ធ្វើការមកចត់ណាសម្រាប់ការងារគាត់ហ្នឹងថ្ងៃមួយក្នុងចំពេលដែលបើកបរត្រឡប់ពីកិច្ចប្រជុំដ៏តានតឹងមួយនៅទីក្រុងអ្នកនាងនីតាបានយកដៃទៅជូតលើកញ្ចក់ឡានដែលស្រអាប់ដោយចំហាយទឹកដោយសារតែភ្លៀងធ្លាក់ខ្លាំងនាងបានដកដង្ហើមធំដោយអារម្មណ៍តានតឹងដែលសម្លេងនោះគ្រប់គ្រាន់ឲ្យវីរៈឮបាទអ្នកនាងនីតាមានរឿងអ្វីមិនស្រួលក្នុងចិត្តក្នុងការប្រជុំឬវីរៈសួរដោយសម្លេងស្រាលថ្នមភ្នែករបស់គាត់មើលសម្លឹងទៅមុខតាមរយៈកញ្ចក់ឡានដែលមានដំណក់ទឹកភ្លៀងតក់រហូតនាងនីតាភ្ញាក់ខ្លួនបន្តិចដោយសារការសាកសួរនេះហាក់ដូចជាបំពេញលើព្រំដែនវិជ្ជាជីវៈរបស់ពួកគេប៉ុន្តែដោយសារតែភាពនឿយហត់និងភាពតានតឹងនាងក៏សម្រេចចិត្តឆ្លើយបាទមានអ្វីទេវីរៈគ្រាន់តែធុញថប់ខ្ញុំហត់នឿយនឹងការសម្រេចចិត្តទាំងនេះណាស់ពេលខ្លះខ្ញុំមានអារម្មណ៍ថាខ្លួនខ្ញុំដូចជាយន្តការមួយដែលកំពុងដំណើរការតែម្នាក់ឯងអញ្ចឹងក្នុងទីតាំងមួយដែលស្វាមីខ្ញុំគួរតែនៅជាមួយខ្ញុំវីរៈស្ងប់ស្ងាត់ស្ងៀមបន្តិចគាត់បានបន្ថយល្បឿនឡានយឺតតាមផ្លូវដែលមានដើមឈើធំនៅសងខាងខ្ញុំយល់អារម្មណ៍របស់អ្នកនាងខ្លះខ្ញុំធ្លាប់បាត់បង់មនុស្សជាទីស្រឡាញ់ហើយភាពឯកានេះវាពិតជាត្រជាក់និងគួរឲ្យខ្លាចណាស់ការចែករំលែកអារម្មណ៍ផ្ទាល់ខ្លួនរបស់វីរៈបានធ្វើឲ្យនាងនីតាស្ទើរតែទប់ទឹកភ្នែកមិនបាននេះជាលើកទី1ហើយដែលនរណាម្នាក់បានឆ្លើយតបនឹងការឈឺចាប់របស់នាងមិនមែនក្នុងនាមជាដៃគូអាជីវកម្មឬក៏ជាបុគ្គលិកនោះទេប៉ុន្តែក្នុងនាមជាមនុស្សសាមញ្ញម្នាក់ចាប់ផ្ដើមពីពេលនោះមកនាងនីតាបានចាប់ផ្ដើមសង្កេតមើលវីរៈកាន់តែខ្លាំងនាងចាប់អារម្មណ៍ពីរបៀបរបស់គាត់ក្តាប់ចង្កូតឡានដោយម៉ឺងម៉ាត់និងរឹងប៉ឹងហើយនឹងមានទំនុកចិត្តការសម្លឹងដល់អារម្មណ៍ស្មោះត្រង់របស់គាត់តាមកញ្ចក់មើលពីក្រោយបាទបេះដូងរបស់នាងនីតាដែលធ្លាប់តែគ្របដណ្ដប់ដោយភាពសោកសៅក៏បានចាប់ផ្ដើមលោតញាប់បន្តិចម្ដងនៅពេលដែលវីរៈរៀបរាប់ពីរឿងរ៉ាវប្រចាំថ្ងៃរបស់គាត់ដោយកំប្លុកកំប្លែងឬពេលខ្លះគាត់បានធ្វើឲ្យនាងចូលចិត្តស្ដាប់ចម្រៀងបុរាណ
នៅពេលល្ងាចស្នេហាបានលូតលាស់យ៉ាងលឿនបន្តិចម្ដងបាទក្នុងដែនកំណត់មួយដ៏តូចចង្អៀតនៃឡានដូចស៊ីពណ៌ខ្មៅបាទអញ្ចឹងស្នេហាអ្នកទាំងពីរក៏បានចាប់ផ្ដើមបន្តិចម្ដងហើយនាងនីតានោះក៏ចាប់អារម្មណ៍លើវីរៈនឹងបន្តិចម្ដងដែរវាជាស្នេហាមួយដែលហុំព័ទ្ធដោយភាពស្មុគស្មាញនៃវណ្ណៈសង្គមប៉ុន្តែភាពស្មោះត្រង់គឺគ្មានអ្វីប្រៀបផ្ទឹមបានទេប៉ុន្មានខែក្រោយមកបាទនៅថ្ងៃខួបកំណើតរបស់នាងនីតាបានធ្វើពិធីជប់លៀងតូចមួយនៅក្នុងសួនក្បែរក្នុងផ្ទះបាទវីរៈបានជួយដឹកភ្ញៀវចូលរួមនិងធានាថារាល់តម្រូវការទាំងអស់ត្រូវបានបំពេញនៅចុងបញ្ចប់នៃពិធីភ្ញៀវបានត្រឡប់ទៅវិញអស់ហើយនាងនីតាអង្គុយម្នាក់ឯងនៅលើកៅអីវែងហត់នឿយប៉ុន្តែសប្បាយចិត្តបន្តិចបន្តួចវីរៈបានដើរមករកនាងគាត់បានដាក់ភួយដ៏ស្អាតមួយនៅលើស្មារបស់នាងដោយប្រយ័ត្នប្រយែងបំផុតអរគុណវីរៈនីតាសម្លឹងមើលមុខគាត់នាងចាប់ផ្ដើមចាប់អារម្មណ៍ថាគាត់ស្លៀកពាក់អាវធំពណ៌សស្អាតបាទណាស់មិនដូចឈុតឯកសណ្ឋានអ្នកបើកឡានដែលគាត់ធ្លាប់ស្លៀកទេខ្ញុំហត់នឿយនឹងជាម្ចាស់ផ្ទះហើយពេលខ្លះខ្ញុំគ្រាន់តែចង់ក្លាយជានីតាធម្មតាម្នាក់ដែលមិនចាំបាច់យកចិត្តទុកដាក់នឹងការរំពឹងទុករបស់នរណាម្នាក់វីរៈបានឈរស្ងៀមមួយផ្លែតដៃទាំងពីររបស់គាត់កាន់ជាប់គ្នាបេះដូងរបស់គាត់លោតញាប់គាត់ដឹងថាឱកាសនេះជារបស់គាត់សម្រាប់ខ្ញុំអ្នកនាងតែជានីតាម្នាក់ធម្មតាវីរៈនិយាយដោយសំឡេងញ័រតិចខ្ញុំមើលឃើញភាពតានតឹងនិងរឹងមាំរបស់នាងតែខ្ញុំមើលឃើញភាពទន់ខ្សោយនិងភាពឯការបស់នាងដែរខ្ញុំបានបើកបរជូនអ្នករាប់ពាន់គីឡូម៉ែត្រខ្ញុំបាននៅទីនេះគ្រប់ពេលដែលអ្នកនាងយំដោយគ្មានសំឡេងទាំងក្បាលផ្អែកទៅលើកញ្ចក់ឡានអ្នកនាងនីតាបើកភ្នែកធំនាងមិនដឹងថាវីរៈសង្កេតមើលនាងយ៉ាងច្បាស់លាស់បែបនោះទេទឹកភ្នែករបស់នាងបានចាប់ផ្ដើមហូរភាពអាម៉ាស់ត្រូវបានជំនួសដោយអារម្មណ៍ដ៏កក់ក្ដៅនិងការទទួលយកខ្ញុំមិនដែលគិតថានរណាម្នាក់នឹងមើលឃើញនោះទេនាងនីតានិយាយទាំងអួលដើមកវីរៈលុតជង្គង់ចុះបន្តិចនៅពីមុខនាងគាត់មើលទៅក្នុងភ្នែករបស់នាងដោយស្មោះត្រង់អ្នកនាងនីតាខ្ញុំដឹងថាខ្ញុំគ្រាន់តែជាអ្នកបើកឡានរបស់អ្នកនាងឋានៈរបស់យើងខុសគ្នាពិភពលោកប្រហែលជាមើលទំនាក់ទំនងបែបនេះប៉ុន្តែអារម្មណ៍ដែលខ្ញុំមានចំពោះអ្នកនាងគឺស្មោះត្រង់ខ្ញុំចង់ក្លាយជាមនុស្សម្នាក់ដែលអាចផ្ដល់ភាពកក់ក្ដៅដល់នាងមិនមែនត្រឹមតែបើកឡានឲ្យនាងនោះទេគាត់បានឈប់បន្តិចដើម្បីគ្រប់គ្រងដង្ហើមខ្ញុំមិនអាចសន្យាថានឹងផ្ដល់ទ្រព្យសម្បត្តិដល់អ្នកនាងបានទេព្រោះអ្នកនាងមានអស់រួចទៅហើយខ្ញុំអាចសន្យាថានឹងផ្ដល់ក្តីស្រឡាញ់ដែលគ្មានលក្ខខណ្ឌនិងភាពស្មោះត្រង់ដល់អ្នកនាងបាននាងនីតាបានយកដៃរបស់នាងទៅប៉ះទំព័ររបស់គាត់ថ្នមដៃរបស់គាត់រដេបរដប់ដោយសារតែការងារប៉ុន្តែទំព័ររបស់គាត់ពោពេញដោយភាពកក់ក្ដៅនិងការយកចិត្តទុកដាក់វីរៈអ្នកមិនមែនគ្រាន់តែជាអ្នកបើកឡានរបស់ខ្ញុំទេនាងឆ្លើយដោយទឹកមុខស្រទន់ដែលបេះដូងរបស់នាងកំពុងតែរាំលេងបាទសប្បាយរីករាយអ្នកជាអ្នកដំបងដែលបានឃើញនីតាពិតប្រាកដក្នុងរយៈពេលជាច្រើនឆ្នាំខ្ញុំមិនត្រូវការពិភពលោកយល់ពីខ្ញុំនោះទេខ្ញុំត្រូវការតែអ្នកប៉ុណ្ណោះយប់នោះពួកគេបានអង្គុយក្រោមពន្លឺព្រះច័ន្ទយ៉ាងយូរដោយនិយាយគ្នាយ៉ាងវែងអន្លាយពួកគេបានសម្រេចចិត្តថាស្នេហារបស់ពួកគេនឹងត្រូវចាប់ផ្ដើមដោយភាពស្ងប់ស្ងាត់និងការគោរពវាមិនមែនជាស្នេហាដែលពឹងផ្អែកទៅលើឋានៈឬទ្រព្យសម្បត្តិនោះទេប៉ុន្តែជាចំណងស្នេហាដ៏បរិសុទ្ធដែលកើតចេញពីភាពឯកាបានរកឃើញនៅផ្ទះមួយដែលនៅក្នុងខ្លួនរបស់ពួកគេទៅវិញដោយភាពកក់ក្ដៅចាប់ពីថ្ងៃនោះមកពេលដែលវីរៈបើកឡានជូនអ្នកនាងនីតាឡានលុចស៊ីពណ៌ខ្មៅនេះមិនមែនគ្រាន់តែជាមធ្យោបាយធ្វើដំណើរទេវាក្លាយជាកន្លែងដ៏មានសុវត្ថិភាពមួយជាកន្លែងដែលចៅហ្វាយស្រីនិងអ្នកបើកឡានផ្លាស់ប្ដូរស្នាមញញឹមដ៏កក់ក្ដៅនិងចែករំលែកក្តីសុបិនពាក្យសន្យាដែលត្រូវសឹបប្រាប់នៅក្នុងភាពស្ងប់ស្ងាត់ភាពឯការបស់អ្នកនាងនីតាត្រូវបានជំនួសដោយភាពកក់ក្ដៅដែលវីរៈបាននាំមកគឺជាភាពកក់ក្ដៅដោយស្មោះត្រង់និងមិនអាចកាត់ថ្លៃបានបាទចឹងស្នេហានេះជាវីរៈហ្នឹងក៏ជាមនុស្សដែរគាត់ស្មោះត្រង់មនុស្សល្អដែរបាទហើយបើតែគាត់មានវ័យក្មេងបន្តិចប៉ុន្តែគាត់ពីមុនមកក៏គាត់ជាមនុស្សដែលធ្លាប់បាត់បង់ស្នេហាដែរចឹងណាចឹងហើយពីរនាក់ហ្នឹងក៏មិន
ខុសគ្នាប្រមាណទេប៉ុន្តែដោយសារតែគាត់នាងនីតាជាចៅហ្វាយនាយដែលគាត់មានចិត្តល្អដែរហើយក៏គាត់បើកបេះដូងដែរចឹងអ្នកទាំងពីរទីបំផុតក៏រស់នៅជាមួយគ្នាយ៉ាងកក់ក្ដៅទៅបាទហើយក៏ជាសំណាងរបស់វីរៈដែរដែលទទួលបាននៅចៅហ្វាយស្រីចិត្តល្អចឹងណាគេអញ្ចឹងរឿងនេះគឺចាប់ត្រឹមប៉ុណ្ណេះហើយ admin កំណត់មានរឿងថ្មីល្អៗទៀតសម្រាប់និទានជូនបាទអស់លោកអ្នកស្ដាប់ទាំងអស់បាទអញ្ចឹងកុំភ្លេច like subscribe channel របស់ admin ផងបាទអរគុណច្រើន